អាចក៏បាននាំយកអំណោយដែលជាសទ្ធារបស់បងប្អូនពុទ្ធបរិស័ទនៅឯនីសមុទ្រតាមរយៈសមាគមទ្រទ្រង់ព្រះពុទ្ធសាសនាដែលមានលោកជឹមតុងបេងអ្នកស្រីចិនបច្ចជាប្រធានជូនដល់បងស្រីដែលរស់នៅក្នុងខ្ទមនេះផ្ទះប្រក់ស្លឹកដូងនិងកស៊ូទេបាទដល់ហើយផ្ទះស្លឹកដូងនិងកស៊ូសុទ្ធផ្ទះនេះនឹងផ្ទះគាត់បងប្អូនមើលចុះនេះហើយថាមរស់នៅនឹង3នាក់ម៉ែកូនហើយកូន2នោះទៅស៊ីឈ្នួលគេបាត់ទៅហើយឥឡូវនៅពេលថ្ងៃដែលខ្ញុំមកចែកអំណោយនេះមានតែគាត់ម្នាក់ឯងប៉ុណ្ណោះនៅផ្ទះវាសួរបងស្រីបាទហើយចុះពេលភ្លៀងអាមិនទៅបងរស់នៅមិនទៅលិចជួសអញ្ចឹងហ៎សមាគមទ្រទ្រង់ពុទ្ធសាសនាដែលមានលោកជឹមតុងបេងអ្នកស្រីចិនពេជ្រជាប្រធានកំពុងនៅឯផ្ឡើងសូមបកគលជូនអ៊ំស្រីនៅអង្គមួយការ៉ុងនិងមី10កញ្ចប់ណាអ៊ំណាបាទចឹងសូមអ៊ំទទួលបាទនាមពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាក្នុងការចែកអំណោយដល់ជនក្រីក្រជាពិសេសបងស្រីដែលមានជីវភាពក្រីក្រនេះគឺមួយលោកជឹមរ៉ូបឺតដែលជាកូនប្រុសរបស់លោកជឹមតុងបេងអ្នកស្រីចិនពេជ្រ$100តាក់សូដាព្រមទាំងភរិយានិងបុត្រជួយចាស់ជរានិងក្មេងកំព្រា$50លោកយ៉ែមចន្ទថាអ្នកស្រីប៊ូសមិទ្ធជួយចាស់ជរានិងក្មេងកំព្រា$120លោកសំសុកអ្នកស្រីផលក្រេតព្រមទាំងបុត្រជួយដល់អ្នកក្រីក្រ$100នេះជាសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទដែលបានរួបរวมគ្នាចូលតាមរយៈសមាគមទ្រទ្រង់ព្រះពុទ្ធសាសនាដែលមានលោកជឹមតុងបេងអ្នកស្រីចិនពេជ្រជាប្រធានក្នុងថ្ងៃនេះខ្ញុំបានយកមកចែកជូនដល់ផ្ទះបងស្រីដែលមានជីវភាពខ្វះខាតហើយឥឡូវនេះសូមបងប្អូនដែលជាម្ចាស់អំណោយទាំងអស់ជួបប្រទះតែសេចក្តីសុខចម្រើនរស់ស៊ីទទួលទានទៅណាមកណាជួបតែសុខនិងចម្រើនហេងរហូតទៅណាហើយឥឡូវបងប្អូនចាំមើលខ្ញុំបង្ហាញផ្ទះគាត់ឲ្យមើលផ្ទះគាត់នេះមើលអូមិនទ្វីនេះទ្វីផ្ទះណាឃើញណានេះទ្វីផ្ទះអានេះស្លឹកដូងនេះសពុតភ្លៀងមើលណានេះផ្ទះគាត់បងប្អូនឃើញហើយណាអូអានេះជាផ្ទះមនុស្សរស់នៅណាបងប្អូនបើអញ្ចឹងបងប្អូនមើលចុះថាអ្នកក្រីក្រដែលសមាគមទ្រទ្រង់ពុទ្ធសាសនាយកមកចែកជូននោះគឺក្រពិតអញ្ចឹងបាទតាមចាំណោដែលបានឲ្យមកខ្ញុំក្រីក្រនេះខ្ញុំសូមអរគុណឲ្យពោលគេហ្មងឲ្យចាំណោឲ្យហ្មងឲ្យអ្នករស់ស៊ីមានបានកំបាំងមុខហើយមើលនិយាយច្បាស់លាស់មានបានមួយទៀតឲ្យសុខចម្រើនរស់ស៊ីមានបានឲ្យអ្នកមុខទៀត